តម្លៃកំបាំងផុកខាងខ្ញុំគិតកម្ពស់ដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងបងគឺខ្ញុំចាក់កម្ពស់ឲ្យបងមើលម្ដុំគឺមិនកម្ពស់វាគឺអត់ដូចគ្នាទេនៅហាងខាងខ្ញុំគឺមានកម្ពស់6 7 8 1 ម៉ែត្រ 1 ម៉ែត្រ 2 និង 1 ម៉ែត្រ 40សម្រាប់បដ ாய் បងចង់បានប្រវែងម៉ានក៏បានដែរគឺយើងគិតតាមនឹងអញ្ចឹងណាបងអញ្ចឹងបើសិនជាបងចង់ទិញកំបាំងផុកយកទៅដាក់ខ្លួនឯងអញ្ចឹងបងត្រូវតែដឹងកម្ពស់ຂະຫນាតដែលបងចង់បានហើយមួយទៀតបើសិនជាបងចង់ទិញកំបាំងផុកយកទៅដាក់ឡានបងមិនចាំបាច់ផ្ញើរូបឡានបងមកឲ្យខ្ញុំមើលទេដោយសារតែខ្ញុំមើលឡានក៏មិនដឹងថាឡានបងចង់ដាក់ម៉េចឬក៏កម្ពស់ណាដែរអញ្ចឹងដូចខ្ញុំប្រាប់បងអញ្ចឹងគឺបងត្រូវតែវាស់ដឹងຂະຫນាតដឹងទំហំបានយើងអាចទិញបានព្រោះអាហ្នឹងគឺមកជាដុំអញ្ចឹងហើយយើងកាត់គឺតម្រូវឡានមួយតែម្ដងហើយនឹងតម្រូវទៅតាមម៉ូដដែលបងចាប់ដូចគ្នាហើយមួយទៀតបងណាដែលគាត់ចង់មើលសាច់កំបាំងផុកគឺគាត់អាចមកមើលដល់ហាងផ្ទាល់បានដោយសារតែកំបាំងផុកដុំនីមួយសាច់វាគឺមិនដូចគ្នាទេនិយាយរួមទៅបងណាដែលមិនដឹងຂະຫນាតហើយគាត់ចង់មើលសាច់កំបាំងផុកឬក៏អីផ្សេងគឺត្រូវតែមកមើលដល់ហាងបងបើសិនជាបងណាដែលគាត់អត់សូនសាញ់រឿងសាច់ហើយគាត់ដឹងຂະຫນាតច្បាស់លាស់អានឹងគាត់អាចកម្មង់តាមpage ហ្នឹងបានបងខ្ញុំនិយាយពីការដាក់កំបាំងផុកហ្នឹងជាច្រើនវីដេអូហើយបងអញ្ចឹងឡានមួយគឺដាក់ម៉ូដអត់ដូចគ្នាហើយຂະຫນាតក៏មានដូចគ្នាដែរសម្រាប់ឡានបងនេះគឺគាត់ដាក់2ជាន់បាំងកង់ហើយគាត់ដាក់មកផ្ទាំងធំខាងក្រោយទៀតឥឡូវ admin សូមថតចិត្តឲ្យបងមើលគឺគាត់ដាក់មកផ្ទាំងខាងក្រោយឲ្យវែងអញ្ចឹងហើយនេះអាចាស់របស់គាត់ដាក់ផ្ទាំងតូចនឹងបន្តិចហើយគាត់ដូរអាចាស់យកមកដាក់ថ្មីហើយក៏ចង់អរគុណទៅបងដែរដែលទុកចិត្តហាងខាងប្អូនសម្រាប់បងដែលគាត់អាចបើកឡានមកបងអត់ចេះវាស់បងអាចឲ្យខាងប្អូនជួយវាស់បានហើយសម្រាប់បងណាដែលគាត់ចង់យកឡានមកដាក់គឺខាងប្អូនគិតឈ្នួលគឺយើងអាស្រ័យទៅលើឡានមួយដែរបងតោះបងមកកលែកមើលឡានមួយទៀតឡានបងនេះគឺគាត់ដាក់តាំង stop ដាក់តាំងបាំងផុកការចាប់កបាំងផុកម៉ូដមួយគឺអាស្រ័យទៅលើម្ចាស់ឡានដែរថាបងស្រឡាញ់ម៉ូដយ៉ាងណារយៈពេលមួយអាទិត្យចុងក្រោយចិត្តចូលឆ្នាំនេះគឺខាង admin ដាក់កបាំងផុកឲ្យភ្ញៀវរាល់ថ្ងៃបងហើយក៏អរគុណច្រើនបងដែលមកដល់ហាងខំចំណាយទាំងថវិកានិងពេលវេលាហើយនៅមានវីដេអូច្រើនទៀតដែលតាក់ទងពីកបាំងផុកហ្នឹងបងអាចយកទៅមើលលេងឬក៏ជាគំរូដែលបងចង់ដាក់ក៏បានដែរហើយខ្ញុំក៏មិនបានថតគ្រប់ឡានទាំងអស់ដែរអញ្ចឹងបងអាចមើលលេងបានក្នុងឱកាសចូលឆ្នាំខ្មែរហ្នឹងខាង admin ក៏សម្រាប់ដែរបើសិនជាបងមានបំណងចង់ដាក់អីកុំភ្លេចណាពេលចូលឆ្នាំខ្មែរហើយអាចមកដាក់បានអរគុណច្រើន